អូខេជំរាបសួរបងប្អូនទាំងអស់គ្នាហើយថ្ងៃនេះគឺខ្ញុំចង់បង្ហាញមេរៀនមួយគឺទាក់ទងទៅនឹងការធ្វើវីដេអូហើយចំពោះការធ្វើវីដេអូនោះគឺវាហាក់ដូចជាមានការលំបាកបន្តិចព្រោះវាមានភាពសំណាំច្រើនឥឡូវយើងនឹងអនុវត្តចំពោះការធ្វើក្បាលវីដេអូរបស់យើងហើយជាដំបូងយើងត្រូវចុចជាពាក្យ insert ណាពាក្យ insert នេះដើម្បីបង្កើតជាត្រាក់ណាដើម្បីបង្កើតជាត្រាក់ដែលយើងត្រូវធ្វើការហ្នឹងឥឡូវយើងក៏ចុច insert ហើយយកពាក្យថាវីដេអូត្រាក់ឥឡូវយើងបង្កើតជាពាក្យ3 4 5មកណាវីដេអូត្រាក់ហ្នឹងក៏ឲ្យច្រើនមកអូខេបន្តមកទៀតយើងនឹងចុចយកពាក្យថា media generate រួចហើយយកពាក្យទាំងក្រោយមកដាក់កន្លែងនេះហើយយើងត្រូវបលេងវាវិញក្រោយរួចហើយយើងត្រូវចុចពាក្យថា video fx អញ្ចឹងបន្ទាប់ពីបាន video fx ហើយយើងត្រូវចុចពាក្យថា cookie cutter នេះណាត្រូវចុចពាក្យថា cookie cutter រួចហើយយើងត្រូវយកពាក្យថា theoretical អញ្ចឹងយកមកដាក់លើ start របស់យើងអូខេអញ្ចឹងកន្លែងនេះត្រូវដាក់2 enter មកហើយកន្លែងនេះត្រូវទាញវាត្រឹម400 490អី7អីយើងមើលស្អាតណា83អីប៉ុណ្ណឹងយើងបិទវាចេញហើយជាបន្តទៀតយើងត្រូវយកពាក្យថា media generate ដើម្បីយក color ទៅដាក់អញ្ចឹងខ្ញុំសូមយក color ពណ៌ណាចាហើយយកពណ៌នេះមកអូខេអញ្ចឹងកន្លែងនេះយើងត្រូវកំណត់វាដាក់ថា 0.1 បានណាenter បើលេងបិទវាចេញឬហើយយើងត្រូវដាក់ style វាដើម្បីដាក់ style យើងត្រូវចុចពាក្យថា transition ហើយយកពាក្យថា clockwise អញ្ចឹងកន្លែងនេះយើងអាចយកមួយណាក៏បានជាងខ្ញុំសូមយកមួយនេះយកពាក្យថា clockwise h8 នេះគឺយកមកដាក់កន្លែងនេះបានចេញសញ្ញាបូកចឹងហើយបានយើងអាចដាក់បាននេះបលេងមកអូខេឥឡូវយើងបិទវាចេញហើយយើងធ្វើតេស្តវាអូខេបន្តមកទៀតយើងត្រូវទាញវាចូលណាត្រូវទាញចាប់កន្លែងនេះមកហើយទាញវាចូលដាក់អូខេប៉ុណ្ណឹងមករួចហើយយើងត្រូវ copy វាអញ្ចឹងដើម្បី copy យើងចុចពាក្យថាវា Ctrl C រួចហើយ Ctrl Alt V អញ្ចឹងវាចេញចឹងមកបន្តមកទៀតយើងត្រូវចុចវាអូខេអញ្ចឹងកន្លែងនេះត្រូវដាក់យើងមើលទៅតាមហ្នឹងដែលយើងធ្វើហ្នឹងដាក់ប្រមាណឡោះវាបានកន្លែងនេះមួយហើយតើពិតវា10ណាអញ្ចឹងយើងមើលតាមប៊ូតុនវាមាន10ប្រឡោះអញ្ចឹងបានមួយហើយយើងត្រូវប្រមាណ9អញ្ចឹងឥឡូវវាបាន9ហើយយើងទៅអូខេឃើញទេវានឹងចូលមកហើយយើងត្រូវទាញវាចូលមកវាចប់គ្នាអូខេប៉ុណ្ណឹងមកហើយយើងត្រូវបដូរ color វាដើម្បីបដូរ color ចុច mouse ស្ដាំវាពាក្យថា edit generate media នេះចំពណ៌មកហើយដាក់ពណ៌ណាក៏បានហើយចាស់ស្រាយទៅលើបងប្អូនចូលចិត្តអូខេចុច mouse ស្ដាំរហូតចឹងមកគឺយើងធ្វើរហូតគឺយើងដាក់ពណ៌ណាក៏បានអាស្រ័យទៅលើបងប្អូនទេណាអាស្រ័យទៅលើបងប្អូនទេហើយខ្ញុំសូមសំណូមពរដល់បងប្អូនហ្នឹងរាល់ការធ្វើវីដេអូហ្នឹងសូមឲ្យធ្វើដោយការជឿចិត្តទុកដាក់ហើយព្រោះមេរៀននេះគឺជាមេរៀនសំខាន់ផងដែរសម្រាប់ការកាត់វីដេអូហើយចំពោះមេរៀនទី2នេះគឺវាសំខាន់ត្រង់ថាទី1វាមានលក្ខណៈសាមញ្ញច្រើនជាងសាមញ្ញច្រើនចំរៀននេះហើយធម្មតាមេរៀនទី2នេះវាហាក់ដូចជាលំបាកបន្តិចបាទហាក់ដូចជាលំបាកបន្តិចក៏ប៉ុន្តែបើសិនជាយើងមើលដោយការផ្ចិតផ្ចង់យកចិត្តទុកដាក់ស្រួលទេអត់មានលំបាកទេប៉ុន្តែបើសិនជាយើងអត់យកចិត្តទុកដាក់ទេវាហាក់ដូចជាលំបាកសម្រាប់បងប្អូនតាមពិតបើសម្រាប់ខ្ញុំមិនសូវជាលំបាកប៉ុន្មានទេអូខេរើសមើលពណ៌ទៅតាមនឹង
ណាដល់ពេលយើងដាក់ច្រើនអញ្ចឹងវាពិបាកក្នុងការរពួរមកដាក់អញ្ចឹងយើងដាក់ត្រឹម3 4មកបានឲ្យធ្វើយើងមកដាក់ច្រើនក៏បានដាក់តិចបានហើយអូខេមួយទៀតអូខេប៉ុណ្ណឹងមកឥឡូវយើងនឹងធ្វើតេស្តវាអូខេឃើញទេវាដើរហើយហ្នឹងបន្ទាប់មកទៀតយើងត្រូវទាញទៅលើមកយើងត្រូវយក color យើងត្រូវដាក់ color មួយទៀតណាត្រូវដាក់ color មួយទៀតអញ្ចឹងយើងសូមយកពណ៌ខៀវមកដាក់អូខេអញ្ចឹងយើងបិទវាចេញដូចហើយយើងត្រូវចុចយកពាក្យថា video fx ហ្នឹងដូចថាដាក់ចុចចំនេះណាហ្នឹងគឺពាក្យថា video fx យកពាក្យថា grid grid center អ្នកទីយើងដាក់លើនឹងមកអូខេអញ្ចឹងកន្លែងនេះយើងត្រូវដាក់ត្រឹម230មកណា enter ហើយបិទវាចេញហើយទាញដាក់ម្ដងទៀតណាដាក់ម្ដងទៀតមិញយើងដាក់230តែឥឡូវយើងដាក់ត្រឹម220មកអូខេrồiហើយយើងត្រូវបដូរកន្លែងនេះត្រូវបដូរដាក់ថា cut always session អូខេបិទវាចេញហើយយើងត្រូវដាក់ color មួយទៀតខ្ញុំដាក់ពណ៌ក្រហមបិទចេញមកហើយយើងត្រូវយកពាក្យថា video fx ហើយយកពួក style មិញដាក់ទៀតហើយមិញយើងដាក់230និង220ឥឡូវយើងបន្ថយអានេះត្រឹម180មកបិទវាចេញរួចហើយទាញដាក់ម្ដងទៀតណាមិញ180ហើយយើងដាក់170 enter ហើយយើងដូរកន្លែងនេះទៅ cut always session ហ្នឹងយើងបានជាកងមួយណាយើងបានកងមួយហើយរួចហើយយើងត្រូវដាក់លេខណាដាក់លេខនៅកន្លែងនេះអញ្ចឹងដើម្បីដាក់លេខយើងត្រូវចុចចូលពាក្យថា media generate នេះហើយពាក្យថា logitech ហើយយើងយកទីនេះមកដាក់លើនឹងមកអូខេអញ្ចឹងយើងដាក់លេខប្រមាណលេខ9អញ្ចឹងយើងអាចសេរីលេខឲ្យធំបន្តិចមកណាអូខេបិទលើហើយយើងដាក់ត្រឹម144អីមកធំប៉ុណ្ណឹងអូខេឥឡូវយើងដូរពណ៌អក្សរដូរពណ៌លេខនេះមកដាក់ត្រឹមក្រហមអីចឹងណាអូខេបិទវាចេញrồiហើយយើងត្រូវទាញវាចូលកន្លែងនេះហ្នឹងមករួចហើយយើងត្រូវ copy វា Ctrl C Ctrl B Enter បានអស់ហើយអញ្ចឹងយើងមើលកន្លែងនេះយើងមើលទៅតាមអានេះបើសិនយើងដាក់បាននេះមាន10ប្រឡោះយើងត្រូវដាក់កន្លែងនេះ9ហើយអីយើងត្រូវដាក់9ដោយសារយើងបានមួយហើយនេះយើងបានវាមួយហើយដាក់វា9ទៀតមកអូខេតែវានឹងលុប9 1 2 3 4 5 6 7 8 9 10អូ sorry តែយើង copy មួយទៀតយើងអូខេដាក់លេខ1មកតាម1មកអីវាច្រើនម្ល៉េះsorry គឺយើងឲ្យលុបទៅនេះចេញអាចលុបទៅចេញអូខេលុបចេញមកអាហ្នឹងក៏ត្រូវលុបចេញដែរគឺតែប៉ុណ្ណឹងបានហើយអូខេrồiហើយយើងត្រូវបដូរពណ៌លេខណាបដូរពណ៌ចុចចំកន្លែងនេះបដូរពណ៌ហើយក៏ត្រូវបដូរលេខដែរមិនមែន9ដាក់8ណា8
ចុចចំកន្លែងនេះដូរពណ៌វាចេញអូខេចុចចំកន្លែងនេះបដូរវាមក7កន្លែងនេះវាពណ៌នឹងមកហើយចុចវាទៀតធ្វើវារហូតមកអញ្ចឹងណាចុចsorry មិញ7គឺ6បិទវាចេញមកវាធ្វើវារហូតមកអញ្ចឹងម្ដងមួយមិញ9ដាក់5មកអូខេបិទចេញហើយយើងត្រូវដាក់4ហើយយើងដាក់ពណ៌នេះអូខេហើយចុចចំណុចនេះដាក់លេខ3ចុចចំកន្លែងនេះកន្លែងនេះហើយដាក់ពណ៌ក្រហមមកអូខេហើយចុចចំកន្លែងនេះដាក់លេខ2ដូរវាចូលជាពណ៌ណាទៅខាងនេះមកបិទវាចេញហើយយើងចុចបដូរទៅនេះទៀត2ដាក់លេខ1ហើយយើងដាក់ទៅពណ៌នេះហើយអានឹងត្រូវដាក់លេខ0អូខេដល់លេខ0ទៅគេហើយដាក់ពណ៌ណាមកតែវាស័ក្តិសមបិទវាចេញဆိုတော့យើងនឹងធ្វើពណ៌ជាន់គ្នាបិទវាចេញអូខេឥឡូវយើងធ្វើតេស្តវាមួយសិនអូខេឥឡូវយើងបានហើយហ្នឹងយើងបានជាក្បាលវីដេអូមួយហើយបន្តមកទៀតយើងត្រូវដាក់សលេងណាយើងត្រូវដាក់សលេងវាណាសលេងវាដើម្បីដាក់សលេងចុចលើពាក្យថា file ឬពាក្យថា import media នេះចូលទៅរកសលេងនេះsorry ដោយសារតែខ្ញុំវាមាននៅនេះសលេងយើងដាក់មកនេះហើយយើងត្រូវណាទាញវាយើងត្រូវបង្កើត track មួយទៀតបង្កើត track video insert វាថា video track ហើយយើងចំយើងយកវាដាក់មកនេះsorry នេះដូចអត់មែនទេយើងរកផ្លេនេះយកដាក់មិញនេះបាទទីយកដាក់នេះអូខេហ្នឹងហើយយើងធ្វើតេស្តវាអូខេឥឡូវយើងបានជាវីដេអូមួយក្បាលវីដេអូមួយហើយបន្តមកទៀតយើងនឹងត្រូវធ្វើការ save អញ្ចឹងដើម្បី save វាយើងអាចចុច double click ពីរដងឲ្យចេញជាសញ្ញាចេះញ៉ាំឲ្យចេញបន្ទាត់លឿងជំវិញបន្ទាត់ Q ទៅអីហ្នឹងណាជាធម្មតាបើសិនជាបន្ទាត់នៅកន្លែងណាគឺវា save កន្លែងហ្នឹងដល់កន្លែងណាដល់កន្លែងហ្នឹងច្រឡំវីដេអូយើងធ្វើបានច្រើនទៅដល់ពេល save យើងដាក់តែប៉ុណ្ណឹងប៉ុន្តែវាសល់តែកន្លែងនេះទេចំពោះកន្លែងនេះវាអត់ save ទេណាយើងអត់ save ទេយើងដាក់វាស្មើប៉ុណ្ណឹងមកអូខេទីយើងតិចមកអូខេតែប៉ុណ្ណឹងអីអូខេហើយជួបខាងនេះយើងត្រូវបានហើយទៅយើងបីសើយើងចុចទៅថា return នេះហើយបាន
បានហើយតែសុទ្ធតែខ្ញុំកំណត់អស់ហើយចឹងក្រែងត្រូវអ្នកទាំងអស់គ្នាមិនបដូរក៏បានដែរតែខ្ញុំសូមដូរព្រោះខ្ញុំត្រូវដាក់វាចាក់ STV ទៅទៀត reader អូខេឥឡូវវា save ហើយបាទអញ្ចឹងចំពោះវីដេអូហ្នឹងគឺអត់មានច្រើនទេគឺមានតែប៉ុណ្្នឹងបាទអញ្ចឹងមេរៀននេះវាហាក់ដូចជាលំបាកតែអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាអត់យល់ត្រង់កន្លែងណាសូមអភ័យទោសណាដល់ខ្ញុំផងហើយក៏បើសិនជាមិនយល់អាច comment មកសួរខ្ញុំបានខ្ញុំនឹងធ្វើជាវីដេអូថ្មីជូនលោកអ្នកណាដែលមិនទាន់ចេះប្រើនៅកម្មវិធី Sony Vegas Pro 13.0 នេះហើយខ្ញុំគ្រាន់តែចង់បងប្អូនទាំងអស់គ្នានឹងរៀនដោយយកចិត្តទុកដាក់រាល់ការរៀនព្រោះvì មេរៀននេះគឺវាមានសារៈសំខាន់ផងដែររាល់ការធ្វើការរបស់យើងនឹងព្រោះវាមានតួនាទីដើម្បីកាត់វីដេអូណាអញ្ចឹងយើងធ្វើតេស្តវាសិនអូខេអញ្ចឹងយើងបានហើយនេះស្អាតតែក្បាលចាក់ខ្ញុំវាខូចអញ្ចឹងវាញ៉ៃបន្តិចបាទអូខេឥឡូវយើងនឹងបញ្ចប់តែប៉ុណ្ណឹងព្រោះអត់មានច្រើនទេមេរៀននេះបាទ